ចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំធ្វើដំណើរមកដល់ប្រាសាទចតុមុខបងប្អូនហើយប្រាសាទចតុមុខនេះគឺស្ថិតនៅភាគខាងកើតនៃក្រុមប្រាសាទបាកានឬក៏យើងហៅថាប្រាសាទព្រះខ័នកំពង់ស្វាយបងប្អូនចម្ងាយប្រមាណ105គីឡូម៉ែត្រពីប្រាសាទអង្គរវត្តក្នុងភូមិតាសែងឃុំរណសេស្រុកសង្គមថ្មីខេត្តព្រះវិហារប្រាសាទចតុមុខត្រូវបានកសាងឡើងនៅក្នុងសតវត្សទី12នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ប្រាសាទព្រះពុទ្ធ4អង្គទ្រង់ឈរទល់ខ្នងគ្នាបែរទៅទិសធំទាំង4ត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រដែលស្ថិតនៅក្នុងក្រុមប្រាសាទបាកានចន្លោះសតវត្សទី11និង14ដោយកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាចា៎បងប្អូនទាំងអស់គ្នាជាបន្តទៀតនេះនាងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនានៅទិដ្ឋភាពទាំងស្រុងនៃប្រាសាទចតុមុខទាំងអស់គ្នាចា៎សូមអរគុណ